គេគ្រប់គ្នាដាក់ម៉ងជប់ត្រីជប់ក្តាមតែចំណែកបរោះម្នាក់នេះវិញលេងដាក់ម៉ងជប់សិតកពើបងប្អូនហើយមិនត្រឹមតែសិតកពើទេត្រីដែលគាត់ដាក់បានគឺធំខ្លាំងមែនទែនបើសម្រាប់នៅស្រុកខ្មែរយើងវិញត្រីបែបនេះច្បាស់ណាស់គឺជាប្រភេទត្រីកម្រដែលគេដឹងតែអភិរក្សហើយប៉ុន្តែនៅស្រុកគេវិញត្រីប្រភេទនេះគឺតាមដងស្ទឹងតាមដងទន្លេអីគឺសម្បូរខ្លាំងមែនទែនជាពិសេសនឹងគឺកពើនឹងតែម្ដងបងប្អូនលេងដាក់ជាប់ហើយពិបាកដោះវាទៀតហើយសួរថានរណាគេមិនខ្លាចមើលធំដែលកពើហើយណាមួយវាមានថ្មិញខាំយ៉ាងត្រីទៀតត្រីយើងអាចទៅចាប់បានងាយដោះងាយស្រួលតែចំណែកបរោះម្នាក់នេះគឺចាប់បានពិបាកដោះមែនទែនតែដល់ពេលចាប់បានហើយលេងធ្លាក់ទៅលើទូកយកបដ បងប្អូនណាពិតជាតែបរោះម្នាក់នេះពិតជាខ្លាំងមែនទែនចាប់បានកពើហើយធ្លាក់ទៅក្នុងទឹកហើយប៉ុន្តែគិតមិនព្រមលេងកពើនោះទេបងប្អូនមើលតែស្ថានភាពទឹកស្ទឹងនេះទៅក៏ដឹងហើយដឹងថាមិនថាតែត្រីធំឬក៏ប្រភេទត្រីបែបណាតាមមើលទៅគឺមានទាំងអស់ហ្នឹងឯងជាពិសេសប្រភេទកពើហើយនិងពស់តាមមើលទៅគឺសម្បូរមិនដឹងថាសម្បូរប៉ុណ្ណាទេបងប្អូនហើយមើលទៅតាមព្រៃបឹងគៀននេះពិតជាអាព្រៃគៀននេះពិតជាគួរព្រឺព្រួចមែនទេណាហើយតាមមើលក៏មិនមែនជាទឹករាក់នោះដែរគឺទឹកជ្រៅតែបរោះម្នាក់នេះវិញបើសិនជានៅតែឯងអីរៀងតែស្រាវដែរនេះតែសំណាងល្អគាត់មានគ្នានៅជាមួយគឺអត់សូវអីហើយអ្នកដែលនេសាទនៅក្នុងស្ទឹងមួយនេះក៏មិនមែនតែបរោះពីរអ្នកនេះនោះដែរគឺមានប្រជាពលរដ្ឋផ្សេងទៀតគាត់នេសាទដូចគ្នាប៉ុន្តែនេសាទបានកពើគឺអត់ខុសគ្នានោះទេគឺដូចតែគ្នានឹងឯងព្រោះតែសារដាក់ម៉ងទៅកពើវាឆ្លងកាត់តំបន់កន្លែងដែលដាក់ម៉ងក៏ជាប់តែម្ដងទៅបងប្អូនតែប្រភេទកពើដូចដឹងស្រាប់ហើយចាប់វាគឺពិបាកខ្លាំងមែនទែនព្រោះដោយសារតែកពើវាកម្លាំងជាងត្រីទៀតនោះជាប្រភេទសត្វកពើបែបនេះតែបើថាដោះគឺពិបាកតែយកបងប្អូនហើយតែមិនដឹងថាបរោះនេះដោះបានឬក៏អត់ទេតែតាមមើលទៅគាត់ប្រហែលជាដោះបានក៏មិនយកដែរសត្វកពើនេះសង្ស័យតែបលែងទៅវិញយកតែសត្វត្រីនោះទេ